អ្វីទៅគឺជាជំនាញវិស្វកម្មនិងបច្ចេកវិទ្យាអាហារហើយជំនាញនេះគេសិក្សាទៅលើអ្វីខ្លះនិងមានឱកាសការងារអ្វីខ្លះជំនាញនេះគឺគេសិក្សាទៅលើវិស្វកម្មអាហារការស្រាវជ្រាវនិងអភិវឌ្ឍអាហារការផលិតនិងកែច្នៃចំណីអាហារការត្រួតពិនិត្យនិងការពារសុវត្ថិភាពចំណីអាហារការវិភាគលើអាជីវកម្មចំណីអាហារហើយគេស្រាវជ្រាវទៅលើការអភិវឌ្ឍផលិតផលអាហារការអភិវឌ្ឍផលិតផលអាហារផ្លែឈើនិងបន្លែសម្ភារៈបរិក្ខារអាហារបច្ចេកវិទ្យាសម្ងួតផលិតកម្មអាហារបច្ចេកវិទ្យាកែច្នៃអាហារបែបច្នៃប្រឌិតការវេចខ្ចប់អាហារចំពោះឱកាសការងារគឺយើងអាចក្លាយទៅជាអ្នកបច្ចេកទេសអាហារអ្នករៀបចំផែនការផលិតកម្មអ្នកជំនាញ QA and QC វិស្វករស្រាវជ្រាវការបង្កើតអាជីវកម្មបន្តការសិក្សាក្រៅឧត្តមសិក្សាចាំបើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាចង់ប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗឬក៏សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរកសិស្សនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR Code និង link ខាងលើ